សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានមកដល់ភូមិបង្ខាំងឃុំបង្ចាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលខ្ញុំនាំអារម្មណ៍បងប្អូនមកទស្សនានៅវាស្រែវាស្រូវដែលកំពុងតែទុំហើយបងប្អូនមើលណែទេសភាពវាស្រែវាស្រូវដែលខ្ញុំបានថតវីដេអូមុនជូនបងប្អូនទស្សនានោះគឺវានៅខៀវខ្ចីមិនទាន់ចេញផ្លែចេញគ្រាប់ទេឥឡូវដល់វេលាចេញផ្លែចេញគ្រាប់ហើយស្រូវនេះវាទុំក្រហមពាក់កណ្ដាលហើយប្រហែលជាពីមួយថ្ងៃទៀតគេច្រូតហើយនេះចាសូមបញ្ជាក់ថាស្រូវនេះគឺជាស្រូវប្រាំងទេបងប្អូនគេធ្វើបាន2ដងអីហើយបន្តិចទៀតខែភ្លៀងមកគេធ្វើជាស្រូវវស្សាម្ដងឥឡូវចិត្តដល់ថ្ងៃគេច្រូតហើយបងប្អូនមើលណែទុំបដាខ្លះហើយសូមតាមដានធ្វើខ្ញុំមើលណែក្របវាទួយទេល្អិតទេមិនដឹងថាពូជអ្វីទេស្រូវហ្នឹងតែក្របទួយល្អិតទេប្រហែលសប្តាហ៍មុនខ្ញុំបានឈៀងចូលលេងថតជារូបភាពវានៅជាខៀវខ្ចីនៅឡើយនេះពេលល្ងាចហើយបងប្អូនថ្ងៃចិត្តលិចហើយចាឥឡូវខ្ញុំចូលទៅស្រែមួយទៀតនៅក្បែរហ្នឹងដែរដើម្បីថតពី3ប្លង់ទៀតចាអញ្ចឹងគួរស្រូវនេះវាចេញជាក្របខ្ចីជាងកហើយបងប្អូនណាហើយឥឡូវយើងអាចដាំបុកបានហើយក្របស្រូវហ្នឹងវាអត់សូវល្អដូចស្រែខាងនោះមែនតែល្អិតល្មមក្របវាច្រូតទៅព្រោះគេព្រោះអញ្ចឹងវាអត់សូវមានក្របធំល្អទេពេលដើរតាមភ្លឺស្រែលេងអញ្ចឹងទៅវាមានខ្យល់បក់លហើយលហៀពេលល្ងាចបងប្អូនថ្ងៃពងនិយាយគេរៀបរាប់ចុះឡើងមានក្មេងពីរនាក់រត់មកបុករុញច្រានយើងអូយអស់ចាហ្មងក្មេងនេះហើយគេក៏មកចិត្តសួរនាំពីនេះពីនោះមកពីណាអីហើយធ្វើកាយវិការកំប្លែងទៀតណាហើយមើលទៅមេឃវិញក្រហមហើយព្រះអាទិត្យលិចហើយបងប្អូនរៀងប្រលប់ហើយអញ្ចឹងទៅតែជជែកលេងមួយក្មេងភ្លេចមើលម៉ោងធ្វើគុណស្រូវទេសភាពមានខ្យល់បក់ហើយជក់ចិត្តសប្បាយចិត្តមករំហែកាយរំហែអារម្មណ៍នៅវាស្រែហ្នឹងណាចាហ្នឹងហើយវីដេអូនេះចប់តែប៉ុណ្ណេះហើយបងប្អូនសូមអរគុណដែលបានតាមដានតាពីដើមដល់ចប់មានឱកាសក្រោយខ្ញុំនឹងថតប្លង់ផ្លែថ្មីទៀតនិងទេសភាពស្រស់ស្អាតថែមទៀតមកជូនបងប្អូនទស្សនាឥឡូវក្មេងៗទាំងពីរគេបានជម្រាបលាហើយនឹងហើយសូមជូនពរបងប្អូនទាំងពីរឲ្យមានសំណាងល្អហើយបានសម្រេចបំណងនិមិត្តរបស់ខ្លួនអរគុណច្រើនណាជម្រាបលាជួបគ្នាពេលក្រោយទៀតអរគុណបាយបាយ